ម៉ាស៊ីនវាយលែវអូតូម៉ូដែលម៉ាកហ្វុកស៊ូខាងលើជាតាប្លូផ្ទាំងចុចប្រភេទនឹងរបៀបកំណត់ជើងទាខ្ពស់ទាបក្នុងប្រូក្រាមចុចលើរូបម៉ាស៊ីនឲ្យភ្លើងពណ៌ក្រហមលោតនៅលើរូបម៉ាស៊ីនបន្ទាប់មកចុចលើអក្សរនឹងមួយរួចចុចលើអក្សរមួយនេះហើយចុចលើអក្សរមួយនឹងទៀតចេញលេខរៀងប្រូក្រាមលេខដែលយើងចូលទៅកំណត់ជើងទាខ្ពស់ទាបក្នុងប្រូក្រាមគឺលេខ471អញ្ចឹងចុចលើលេខ471ចេញបែបហ្នឹងបើសិនជាបងប្អូនចង់បានជើងទាលើកបានខ្ពស់បងប្អូនចុចលេខបូកតែបើសិនជាបងប្អូនចង់បានជើងទាលើកបានទាបបងប្អូនចុចលេខដកអញ្ចឹងខ្ញុំចុចលេខបូកកំណត់ជើងទាលើកឲ្យខ្ពស់បន្ទាប់មកចុចសញ្ញាគ្រីសដើម្បីសេវឲ្យជាប់រួចចុចសញ្ញាព្រួញថយក្រោយមួយចុចមួយទៀតចុចមួយទៀតរងចាំឲ្យចេញលេខក្បាលថ្នេរបែបហ្នឹងបន្ទាប់មកចុចលើរូបម៉ាស៊ីនដើម្បីឲ្យម៉ាស៊ីនដំណើរការបង្វែរទៅម៉ាស៊ីនយើងវិញជើងទាលើកបានខ្ពស់អញ្ចឹងយើងងាយស្រួលសកសាច់ក្រណាត់អាវឬក៏ខោដើម្បីវាយលែវនេះហើយគឺជារបៀបកំណត់ជើងទាខ្ពស់ទាបក្នុងប្រូក្រាមសូមអរគុណ